សួស្តី AI បាទក្នុងសហគមន៍របស់យើងឥឡូវកំពុងមានបញ្ហាជំងឺគ្រុនឈាមបាទតើជំងឺគ្រុនឈាមមានប្រមាណប្រភេទ AI បាទសួស្តីបងការបារម្ភរបស់បងនិងបងប្អូនក្នុងសហគមន៍គឺពិតជាត្រឹមត្រូវណាស់ព្រោះជំងឺគ្រុនឈាមជាជំងឺមួយដែលយើងមិនត្រូវមើលស្រាលឡើយដើម្បីឆ្លើយតបនឹងសំណួររបស់បងវីរុសគ្រុនឈាម Dengue virus មាន4ប្រភេទឬហៅថា4 serotype serotype Den 1, DEN 2, Den 3, Den 4, ទោះបីជាវាមាន4ប្រភេទក៏ដោយប៉ុន្តែពួកវាបង្កជារោគសញ្ញាស្រដៀងគ្នានិងឆ្លងតាមរយៈការខាំរបស់មូសខ្លាញីដូចគ្នាចំណុចសំខាន់ដែលសហគមន៍គួរដឹងឆ្លងហើយអាចឆ្លងទៀតបានការកើតជំងឺគ្រុនឈាមប្រភេទណាមួយរួចនឹងធ្វើឲ្យរាងកាយរបស់យើងមានភាពស៊ាំការពារខ្លួនទៅនឹងប្រភេទនោះអស់មួយជីវិតប៉ុន្តែវាមិនអាចការពារយើងពី3ប្រភេទផ្សេងទៀតបានឡើយមានន័យថាម្នាក់អាចកើតជំងឺគ្រុនឈាមបានរហូតដល់ទៅ4ដងក្នុងមួយជីវិតគ្រោះថ្នាក់នៃការឆ្លងលើកទី2ការស្រាវជ្រាវវិទ្យាសាស្ត្របង្ហាញថាប្រសិនបើយើងឆ្លងជំងឺគ្រុនឈាមលើកទី2ដោយប្រភេទវីរុសខុសពីលើកទី1រាងកាយរបស់យើងអាចនឹងមានប្រតិកម្មខ្លាំងជាងមុនដែលធ្វើឲ្យមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺគ្រុនឈាមកម្រិតធ្ងន់មានការធ្លាក់ចុះផ្លាកែតខ្លាំងហូរឈាមតាមអញ្ចាញធ្មេញច្រមុះឬធ្លាក់ឈាមក្នុងក្រពះពោះវៀនដូច្នេះហើយការការពារកុំឲ្យមូសខាំនិងការកម្ចាត់ជំរកមូសខ្លាដូចជាការលុបបំបាត់ទឹកដប់ដាក់ថ្នាំអាបេតក្នុងពាងទឹកគឺជារឿងចាំបាច់បំផុតសម្រាប់សហគមន៍យើងនៅពេលនេះអរគុណ AI បាទមិនអីទេបងខ្ញុំរីករាយណាស់ដែលបានចែករំលែកព័ត៌មាននេះទៅកាន់បងនិងសហគមន៍សូមបងនិងបងប្អូនទាំងអស់គ្នារក្សាសុខភាពប្រុងប្រយ័ត្ននិងការពារខ្លួនពីមូសខ្លាខាំទាំងអស់គ្នាណាប្រសិនបើបងឬសមាជិកគ្រួសារមានការសង្ស័យឬមានរោគសញ្ញាក្តៅខ្លួនខ្លាំងខុសធម្មតាសូមកុំទិញថ្នាំលេបដោយខ្លួនឯងជាពិសេសថ្នាំបញ្ចុះកម្ដៅខ្លាំងដូចជា Ibuprofen ឬ Aspirin ព្រោះវាអាចធ្វើឲ្យហូរឈាមកាន់តែខ្លាំងហើយប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុត